ដោយសារតែគាត់មកលើកមកទីនេះបាទពី3ដងហើយខ្ញុំទៅតែមកលើកទី1ទេបងប្អូនហើយឃើញគាត់មកហូបអីជុំគ្នាឃើញគាត់នៅ2នាក់អញ្ចឹងអត់មានគូគ្នាអីអញ្ចឹងទៅក៏សួរគាត់ទីទួចបាទដើម្បីប្រកាសរកគូឲ្យគាត់អូខេជំរាបសួរអ្នកទស្សនាទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកលេងបាទទីតាំងមុខសាលាឃុំព្រែកថ្នោតហើយទីតាំងនេះគឺពេញនិយមមែនទែនទាក់ទងទៅនឹងសប្តាហ៍ថ្ងៃនេះបាទគឺមានបងប្អូនយើងគាត់មកជាហោហែជាពិសេសគឺពេលល្ងាចបងបាទទីតាំងនេះគឺមកលេងល្អបំផុតគឺពេលល្ងាចហើយបងប្អូនមើលទាក់ទងទៅនឹងបរិវេណនេះគឺធំទូលាយល្អហើយមានខ្យល់អាកាសបរិសុទ្ធហើយបងប្អូនចង់ដឹងថាតាក់ទងទៅនឹងអាជីវករបាទលក់ដូរនៅទីតាំងនេះបាទតើពួកគាត់មានយកទេតាក់ទងនឹងភ្ញៀវទេសចរតើគាត់មកលេងក៏ដូចជាអ្នកនៅក្នុងទីតាំងមួយនេះតើគាត់មកលេងច្រើនប៉ុណ្ណាបងប្អូនចាំមកទស្សនាជាមួយនឹងអ្នកមកលេងផ្ទាល់បាទហើយជាពិសេសនោះគឺយើងអង្គុយមើលថ្ងៃលិចបងប្អូនបាទគឺ sunset គឺល្អមែនទែនបាទឥឡូវនេះគឺបងប្អូនទៅចាំទៅទស្សនាជាមួយខ្ញុំបាទអរគ្នាបងប្អូននេះគឺជាតូបអ្នកលក់បាទនៅខាងក្រៅខ្ញុំនេះហើយឥឡូវនេះបងប្អូនចង់ដឹងថាមានតាក់ទងទៅនឹងហ្នឹងហើយអារម្មណ៍ភ្ញៀវតើគាត់មកលេងទីតាំងមួយនេះតើគាត់មានអារម្មណ៍បែបណាបងប្អូនចាំទស្សនាជាមួយខ្ញុំបាទអរគ្នាអូខេវាសួរបងធ្វើសុំធ្វើវីដេអូមួយបានទេអត់ទេសុំធ្វើវីដេអូមួយបានអត់សួរហ្នឹងហើយអីណាបងអត់អីណាđâyសុំសួរតិចអូខេហ្នឹងហើយអ្នកនរគ្នាឥឡូវគឺខ្ញុំបានមកជួបបងស្រីពីរនាក់ហើយគឺគាត់មកលេងតាក់ទងទៅនឹងបរិវេណសមុទ្រនេះឥឡូវបងប្អូនចង់ដឹងថាគាត់មានអារម្មណ៍បែបណានៅពេលដែលគាត់បានមកលេងទីតាំងបាទមាត់សមុទ្រហើយដែលស្ថិតនៅមុខសាលាឃុំព្រែកថ្នោតនេះបងប្អូនទៅជួបជាមួយខ្ញុំបាទអរគ្នាអូខេជំរាបសួរបងចាជំរាបសួរបងឈ្មោះអីដែរបងឈ្មោះអីដែរឈ្មោះតៃចាបងមកលេងទីតាំងនោះប្រហែលដងឯងបងមកពីរដងឯងពីរដងហើយចាបងជិះទៅបងមើលឃើញយ៉ាងណាដែរតាក់ទងទៅនឹងទីតាំងមួយនេះដូចជាបរិវេណមួយនេះមើលទៅវាមើលទៅហើយវាស្រស់ស្រាយអញ្ចឹងណាអត់អ៊ូលអាប់អញ្ចឹងទៅមើលទៅអូខេហ្នឹងហើយបងជួបបងឈ្មោះដែរបងឈ្មោះស្តៀងគ្នាបងស្តៀងគ្នាចាបងមកលើកទីប្រហែលហើយលើកទី2ហើយលើកទី2ហើយចាបងមើលឃើញកន្លែងហ្នឹងយ៉ាងម៉េចដែរតាក់ទងទៅកន្លែងហ្នឹងស្អាតអត់ស្រឡះភ្នែកឲ្យស្អាតជាបងចាយើងនោះកន្លែងផ្សេងស្អាតទីតាំងស្អាតដូចកន្លែងហ្នឹងហ៎បងមាននៅម្ដុំនោះដូចមានច្រើនកន្លែងដែរតែខ្ញុំមកកន្លែងហ្នឹងចាប៉ុន្តែបងមកតែ2នាក់ទេ2នាក់បងមានតែ2នាក់អត់មានដៃគូអីមកទេអត់ទេអត់មាន single មែនចាអត់អីណាបងឯងសួរអីនេះចាអត់អីបងអីនេះសួរនាំទីទួយបងអត់អីហ្នឹងហើយហើយសុកណាតបងនៅហ្នឹងអីអត់ថងបងបងមើលឃើញតាក់ទងទៅនឹងសេវាកម្មអ្នកលក់ដូរតើបងខាងអាជីវករហ្នឹងគាត់លក់ដូរយ៉ាងម៉េចដែរតាក់ទងទៅនឹងសេវាកម្មដូចជាតម្លៃអីសមរម្យហើយសេវាកម្មគាត់ល្អបងចាជួយតាក់ទងនឹងរសជាតិចឹងមិនដែររសជាតិភ្លក់ឥឡូវបងពងភ្លក់សិនបងភ្លក់ទៅមើលហ្នឹងលើកទី1មែនលើកទី1មែនកំងបុកបុករហុកហ្នឹងលើកទី2ដែរមិនតែគ្រាន់តែយើងហូបកន្លែងអញ្ចឹងពីមុនមិនមែនហូបនៅហ្នឹងទេចាដូរឥឡូវមកឲ្យតាភ្លក់មើលរសជាតិមិនដែរចង់ឲ្យបងឯងជួយជម្រាបដល់បងប្អូនយើងនៅពេលពួកគាត់មើលគាត់ឃើញបងឯងហូបចឹងទៅគាត់ចង់មកហូបដែរអញ្ចឹងណាចង់ហ្នឹងហើយគាត់ចង់ដឹងពីទីតាំងមួយណាអញ្ចឹងដែលមានរសជាតិឆ្ងាញ់អញ្ចឹងណាแล้วបងប្អូនគាត់កំពុងតែធ្វើការភ្លក់ចង់ដឹងថារសជាតិឆ្ងាញ់មិនឆ្ងាញ់ចាំបងប្អូនទៅសួរបាទសួរនាំតាក់ទងទៅនឹងចំណាប់អារម្មណ៍គាត់ទាំងអស់គ្នាមិនដែរបងមានអីរសជាតិឆ្ងាញ់ហ៎ពីនោះឆ្ងាញ់ដូចគេតែឯងហ្នឹងចាឆ្ងាញ់ហ្នឹងហើយបងប្អូនឥឡូវនេះគឺអត់តែចង់រំខានគាត់យូរទេដោយសារតែគាត់ហូបអីចឹងណាហ្នឹងហើយសួរនាំគាត់តិចតួចបាទដោយសារតែគាត់មកលើកមកទីនេះបាទពី3ដងហើយខ្ញុំទៅតែមកលើកទី1ទេបងប្អូនហើយឃើញគាត់មកហូបអីជុំគ្នាឃើញគាត់នៅ2នាក់អញ្ចឹងអត់មានគូគ្នាអីអញ្ចឹងទៅក៏
សួរគាត់តិចតួចបាទដើម្បីប្រកាសរកគូឲ្យគាត់ ខ្ញុំ អត់អីណាបង ឡើងចិត្តឡើងក្នុងកលែនតែខាងស្អែកសុំសិលណា អូចាប់អត់ហើយចាប់អត់ហើយ អញ្ចឹង ចា ចង់សុំសិលអូចាប់បាទបងប្អូនមិញហ្នឹងខ្ញុំថាខ្ញុំចង់ថាតម្លាក់លេខឲ្យបងប្អូនណាជាបងប្អូនចង់ឲ្យរកអីបាទចង់រកដៃគូអីបាទនេះបងស្រីពីរនាក់ឥឡូវគាត់ចិត្តទៅវិញហើយនៅនេះទីតាំងនេះកពតបងខេត្តកពតហើយនៅមុខសាលាឃុំព្រៃថ្នោតបើសិនជាបងប្អូនចង់តាក់ទងអីគាត់ចាំខ្ញុំដាក់លេខទូរស័ព្ទក៏ដូចជា Facebook ឲ្យបងប្អូនបាទមាន Facebook ទេបង មានតាបង ឈ្មោះគេ ឈ្មោះសម្រាប់កូនខ្មែរ សម្រាប់កូនខ្មែរយល់មក profile cover រូបបងហ្មង ចារូបខ្ញុំ ចុះបង ឈ្មោះអតី ឈ្មោះតៃហ្នឹងហើយបងប្អូនចង់តាក់ទងឆាតទៅគាត់បាទសួរនាំព័ត៌មានអីគាត់នៅ single ឬក៏ single បងប្អូនចាំទៅតាក់ទងសួរឆាតតលបងប្អូនណាហើយបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាំមកតាក់ទងជាមួយនឹងគាត់តទៅបាទអរគុណច្រើនជម្រាបលាបងប្អូន បង